មានវីដេអូមួយទាក់ទងអំពីរបៀបនៃការបង្កើត trading view អញ្ចឹងក្នុងការបង្កើត trading view ទី1អ្នកទាំងអស់គ្នាត្រូវមាន Gmail សិនអ្នកទាំងអស់គ្នាចូលទៅបង្កើត Gmail សិនទៅនៅក្នុងវីដេអូក្នុង YouTube របស់ខ្ញុំគឺYouTube របស់ខ្ញុំ Gmail ឈ្មោះរបស់ YouTube ខ្ញុំគឺ Elon Web អញ្ចឹងអ្នកទាំងអស់គ្នាអាចចូលទៅបង្កើតបានអញ្ចឹងជំហានបន្ទាប់ពេលដែលអ្នកទាំងអស់គ្នាបង្កើត Gmail បានហើយអ្នកទាំងអស់គ្នាចូលមកត្រង់ browser ណាក៏បានដែលអ្នកទាំងអស់គ្នាប្រើបើសម្រាប់ smartphone គឺវាមាន app របស់ TradingView ស្រេចអញ្ចឹងរបៀបនៃការបង្កើតខ្ញុំនឹងបង្ហាញបន្តិចទៀតអញ្ចឹងអ្នកទាំងអស់គ្នាតាមដានជាមួយខ្ញុំបាទដូចដល់ទៅអញ្ចឹងដំបូងយើងចូលមកកាន់អានេះដោយសារតែខ្ញុំប្រើប្រាស់លើ computer អញ្ចឹងយើងត្រូវតែវាយ browser របស់វាអញ្ចឹងយើងដាក់មក TradingView នេះបាទ TradingView នេះគ្រាន់តែអ្នកទាំងអស់គ្នាចូលកន្លែង TradingView នឹងហើយចុច TradingView ទៅសម្រាប់អ្នកដែលប្រើប្រាស់ computer បន្ទាប់មកនេះកន្លែងនេះ tradingview.com នេះយើងចុចលើ TradingView មកនេះសម្រាប់អ្នកដែលគាត់អត់ទាន់បាន sign in ពេលដែលយើង sign in ហើយគឺវាអត់ចេញបែបហ្នឹងទេអញ្ចឹងកន្លែងដែលយើងត្រូវ sign in នេះកន្លែងនេះយើងចុចលើកន្លែងរូបមនុស្សនេះមកពេលដែលយើងចុចលើកន្លែងរូបមនុស្សនេះវាចេញពាក្យ sign in អញ្ចឹងយើងចុចលើកន្លែង sign in មកបាទពេលដែលចុចលើ sign in បែបហ្នឹងមកនេះវាចេញពាក្យ continue with Google នេះអ្នកទាំងអស់គ្នាចុចកន្លែង continue នេះមកសម្រាប់ពេលដែលយើង sign in Gmail ជាអីនៅក្នុង Gmail ហើយវានឹង load ងាយទេអ្នកទាំងអស់គ្នាអត់ពិបាកសាំញ៉ាំច្រើនទេយើងចុចកន្លែង continue នេះមកបាទបន្ទាប់មកអឺយើងអូសវាចុះក្រោមបែបនេះ Gmail យើងវានៅកន្លែងនេះដែលយើងចង់ sign in នេះ Gmail របស់ខ្ញុំដែលខ្ញុំ sign in នេះខ្ញុំអត់វាយចូលទេបើសិនជាបងប្អូនចង់វាយចូលក៏បានដែរគឺកន្លែង your amount the account នេះ amount the account នេះគឺអ្នកទាំងអស់គ្នាអាចចូលទៅបានតែបើយើងមានស្រេចហើយអ្នកទាំងអស់គ្នាមិនពិបាកទេយើងចុចកន្លែងពាក្យនេះកន្លែង Gmail របស់ខ្ញុំនេះបាទ sign in ហ្នឹងអ្នកទាំងអស់គ្នាពេលដែលយើង sign in គឺចុចចូលអញ្ចឹងតែពេលខ្លះវា load ឲ្យយើង និចអីតាមបន្តិចទៅអ្នកខ្លះគឺអត់ទេបើខ្ញុំអត់វាអត់ load ទេអញ្ចឹងងាយទេអ្នកទាំងអស់គ្នាបន្ទាប់មកកន្លែងត្រង់ចំណុចនេះកន្លែង Gmail របស់យើងនេះបើយើងចង់ចូលទៅដាក់រូបភាពអីក៏បានដែរកន្លែងនេះកន្លែងនេះយើងចង់ដាក់រូបភាពអីក៏តាមចិត្តអ្នកទាំងអស់គ្នាគឺមិនពិបាកទេអ្នកទាំងអស់គ្នាចូលទៅដាក់ខ្លួនឯងទៅអានេះមិនគាត់តែខ្ញុំបង្ហាញតិចទេអញ្ចឹងកន្លែងទៅនេះយើងដាក់រូបភាពរូបរបស់យើងចង់ដាក់រូបអីក៏បានដែរស្រ័យលើយើងខ្លួនឯងបន្តមកទៀតយើងខ្ញុំចេញពីកន្លែងនឹងវិញមកខ្ញុំនឹងបង្ហាញអំពីរបៀបនៃការ add ដូចអ្នកទាំងអស់គ្នាចង់ add goal ចង់ add មេះអីចូលក៏បានដែរអ្នកទាំងអស់គ្នាវាអត់ពិបាកទេអ្នកទាំងអស់ចុចកន្លែងសញ្ញាលេខបូកនេះកន្លែងយើង add បាទចុចកន្លែងលេខបូកនេះអ្នកទាំងអស់គ្នាចង់ add អីចូលក៏បានដែរស្រ័យលើយើងទាំងអស់គ្នាដែលយើងឆ្លាញ់ដូចថាចង់ add cryptocurrency BTC ឬក៏ Ethereum អីចឹងទៅយើងគ្រាន់តែវាយ ETH ចឹងទៅអ្នកទាំងអស់គ្នា ETH ឬក៏ BTC យើងត្រូវថែមកតុយផងបើយើងដាក់ BTC បាទ BTC ហើយ USDT អ្នកទាំងអស់គ្នាកុំភ្លេចពាក្យកតុយ USDT ហើយយើងមើល exchange ណាដែលយើងប្រើមាន Bybit Binance OKX MIX KuCoin ហ្នឹងតាមយើង Bitget អីហ្នឹងទៅអ្វីដែលយើងប្រើឧទាហរណ៍តែ exchange ណាយើងប្រើexchange របស់ Binance យើងប្រើ Binance ជាទូទៅតាមតែយើងទេអ្នកទាំងអស់គ្នា spot exchange ដែលយើងប្រើដូចជា Bybit អីយើងប្រើតាម Bybit យើងមើល Bybit ចឹងទៅអញ្ចឹងកន្លែងនេះកន្លែងចុចសញ្ញានេះលេខបូកនេះបានន័យថាយើង add ចូលនៅក្នុង cloud មួយនេះអញ្ចឹងយើងបិទវិញមកបាទដោយសារ goal វាមានស្រេចបងប្អូនខ្លះក៏អត់ទាន់មានក៏ចូល add ទៅអញ្ចឹងពេលដែលវាមានស្រេចបែបនេះទាំងអស់គ្នាចុចចូលកន្លែងណាដែលយើងចង់មើលឧទាហរណ៍ថាដែលខ្ញុំចង់មើល goal អញ្ចឹងពេលដែលយើងចុចចូលបែបហ្នឹងវាចេញបែបអញ្ចឹងយើងចុចពាក្យ full chat នេះមកអ្នកទាំងអស់គ្នា full chat អញ្ចឹងនេះពេលដែលយើងបង្កើតបានហើយវាមានលក្ខណៈបែបនេះយើងចូលមើលក្នុង candlestick ពេលដែលយើង
ពេលដែលយើង add វាមកបានគឺវាបែបនឹងវាស្រួលមើលអញ្ចឹងអ្នកទាំងអស់គ្នាមើលនៅក្នុងដូចថាបើយើង trade មាសនៅក្នុងមាសវាអត់មានចេញ candle ទេឲ្យយើងមើលស្រួលបួលទេវារៀងពិបាកមើលអញ្ចឹងយើងមើលនៅក្នុង trading view វាទលំទលាយវាឆ្លាស់ល្អអីចឹងទៅតាមអ្នកទាំងអស់គ្នាចង់ឧទាហរណ៍ថាបើយើងចង់ដឹងថា graph នឹងវាជា down trend ឬ up trend យើងគូអញ្ចឹងវាងាយស្រួលជាងនៅក្នុងMT5 MT4 អីចឹងទៅ MT4 MT5 អញ្ចឹងទៅវាងាយស្រួលគូអញ្ចឹងការដែលយើងបង្កើត trading view នេះមកគឺវាងាយស្រួលសម្រាប់ឲ្យយើងមើល candlestick អញ្ចឹងឯងអញ្ចឹងវីដេអូក្រោយៗខ្ញុំនឹងបង្ហាញអំពីរបៀបនៃការមើល support និង resistance ឬក៏ការគូ graph តើអ្វីទៅជាโครงសร้างរបស់ graph ការឡើងបែបណាការចុះបែបណាអញ្ចឹងអរគុណសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងឯងមិនមានអីច្រើនទេវីដេអូក្រោយខ្ញុំនឹងបង្ហាញលម្អិតចឹងនឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូនេះបាយ